ស្រីអ្នកនរគ្នាឥឡូវនេះយើងធ្វើដំណើរទៅជួលទៅកន្លែងជួលម៉ូតូហើយបន្ទាប់មកក៏យើងទៅឆ្នេររំដួលថ្ងៃនេះហើយថ្ងៃនេះខ្ញុំប្រាប់ពីរបៀបជួលម៉ូតូនៅនឹងវាស្រួលទេហើយមុនដើរលេងអីអាចដាក់តកកឈូសឬមួយអែមទឹកអំពៅអីមានលក់កន្លែងនេះកន្លែងខ្ញុំមានលក់ភេទភេសជ្ជៈច្រើនមានទាំងតែគុជនេះមកមើលចិត្តមានតែគុជមានតកកឈូសមានបង្អែមមានផ្លែឈើផ្សេងមានទឹកអំពៅមានទឹកក្លុកទៀតហើយមានកាហ្វេទៀតហើយជាទូទៅយើងកន្លែងជួលម៉ូតូគឺ office នៅកន្លែងនេះចិត្តឯងនេះកន្លែងជួលម៉ូតូដោយសារខ្ញុំអ្នកនៅនឹងចឹងខ្ញុំមិនបាច់ជួលទេខ្ញុំមានម៉ូតូខ្លួនឯងហ្នឹងហើយត្រូវការកក់បន្ទប់ត្រូវការ booking ឧបករណ៍ចូលតូជួលឬក៏តុកតុកអីអាចបុកតាមលេខលើខ្នងខ្ញុំនេះបានហើយឥឡូវពួកយើងក៏យកម៉ូតូចេញពីកន្លែងផ្ញើម៉ូតូហ្នឹងកន្លែងផ្ញើម៉ូតូហ្នឹងគឺសាធារណៈព្រីអត់យកលុយទេហើយឥឡូវយើងជិះតាមផ្លូវអញ្ចឹងតាមផ្លូវហ្នឹងហើយអញ្ចឹងយើងមកដល់កន្លែងនេះគឺយើងត្រូវបត់ស្ដាំហើយបន្តមកទៀតយើងជិះទៅត្រង់នៅតាមផ្លូវសិនហើយយើងចូលទៅកន្លែង minimart មួយដើម្បីទិញទឹកយកទៅផឹកតាមផ្លូវពេលធ្វើដំណើរអញ្ចឹងពេលថ្ងៃក្តៅអញ្ចឹងយើងត្រូវការទឹកសុទ្ធដែរអញ្ចឹងយើងក៏បត់ឆ្វេងចូលទៅកន្លែងហ្នឹងដែលមានផ្លូវគេហៅស៊ីសាន់អញ្ចឹងហើយនៅហ្នឹងគេមានឈ្មោះហាងមួយជា minimart ឈ្មោះ Mac Mendy minimart អញ្ចឹងណាហើយពួកខ្ញុំក៏យកម៉ូតូទៅចតសិនហើយយើងចូលមើលកន្លែងស៊ីសាន់តិចកន្លែងនេះក៏មានអាហារពេលព្រឹកមានម្ហូបបែបខ្មែរអញ្ចឹងអ្នកនរគ្នាអាចអញ្ជើញមកញ៉ាំនៅទីនេះបានហើយជាមួយនឹងតម្លៃសមរម្យទេហាងនេះមានឈ្មោះថាស៊ីសាន់ឥឡូវយើងងាកមកចូលមើលហាង minimart ហ្នឹងសិនហើយនៅក្នុងនោះមានរបស់របរច្រើនមាននំមានណែកមានគ្រឿងកអបមានសម្ភារៈប្រើប្រាស់អញ្ចឹងវាខ្នាត minimart អញ្ចឹងមានច្រើនអញ្ចឹងខ្ញុំមិនដែរទាំងអស់ទេដឹងថាវាខ្នាត minimart អញ្ចឹងណាហើយនៅទីនេះមានវ៉ាន់ច្រើនហើយលក់ក្នុងតម្លៃសមរម្យសម្រាប់អ្នកកោះយើងឬក៏អ្នកធ្វើដំណើរគឺអាចអញ្ជើញមកទិញនិងសាកល្បងបានហើយនេះក៏មានរូបមន្តដែរបាទនេះគឺជាម្ចាស់ហាងនៅទីហ្នឹងហើយគាត់ក៏មានទទួលបោកអ៊ុតក្អៅនៅលើកោះយើងនឹងដែរអញ្ចឹងពេលអ្នកនរគ្នាមកលេងលើកោះកុំបារម្ភអីអូខេអ្នកនរគ្នាបើសិនជាមកដើរលេងកោះរ៉ុងខ្លាចអត់មានអីប្រើប្រាស់នេះម៉ាតកន្លែងម៉ាក់មេងឌីម៉ាតនេះគឺគាត់មានលក់គ្រប់ប្រភេទហ្មងសម្រាប់ប្រើប្រាស់ផ្សេងហើយម្ហូបអាហារតិចតួចមិនតិចតួចច្រើនយកតែមែនតើអញ្ចឹងបើមកដល់លេងកោះរ៉ុងអាចចូលមកឆែកបានហើយទីតាំងគាត់នៅភូមិដើមថ្កូវនៅចិត្តផែឡុងសិតទេគឺចេញពីផែមកប្រហែលជាជិះម៉ូតូ2នាទីអញ្ចឹងបន្ទាប់ពីយើងបានទិញទឹកសុទ្ធពីដបហើយយើងក៏ឡើងលើម៉ូតូដើម្បីជិះធ្វើដំណើរបន្តទៅទៀតតម្រង់ទៅឆ្នេររំដួលអញ្ចឹងអ្នកទាំងអស់គ្នាពេលដល់កោះរ៉ុងកុំភ្លេចជួលម៉ូតូលក្ខណៈជា couple ឬក៏អ្នកគ្រួសារយើងអាចជិះដើរលេងជុំវិញកោះបានវាចំណាយពេលវេលាពី30ទៅ1ម៉ោងអីជុំវិញកោះហ្នឹងគឺយើងអាចដើរលេងសពហើយអញ្ចឹងយើងមើលឃើញភ្នំមើលឃើញព្រៃអញ្ចឹងណាយើងធុញនឹងទីក្រុងមានតាឡានច្រើនអញ្ចឹងដល់នេះដូចជាសុខស្ដាយដែរតែបែបលើកោះអញ្ចឹងអ្នកនរគ្នាពេលដើរលេងលើកោះយើងដើរលេងកន្លែងផ្សេងៗទៅមានកន្លែងដើរលេងច្រើនដែរនៅលើកោះហ្នឹងណាហើយខ្ញុំសូមប្រាប់ដែរថានៅលើកោះនេះយើងមានបរិយាបន្ថែមដែរចាឥឡូវយើងជិះកាត់តែប្រជាពលរដ្ឋអញ្ចឹងណាយើងជិះតាមផ្លូវយ៉ាងហោហែអញ្ចឹងអានេះយើងខាយលឿនទេមិនជិះលឿនអញ្ចឹងទេដូច្នេះពួកយើងក៏ធ្វើដំណើរដល់ផ្លូវបត់នេះគឺយើងបត់ស្ដាំហើយយើងមានអក្សរផ្លាកយហោមួយអញ្ចឹងខ្ញុំបានដាក់វា slow motion នឹងអ្នកអាចមើលឃើញដែលមានឈ្មោះថា Sunny Beach Resort ឬ
ច្រកចូលទៅ DG Royal ចឹងឥឡូវពួកយើងបន្តចេញពីផ្លូវប៊ូតុងទៅកាន់ផ្លូវគ្រូក្រហមវិញអញ្ចឹងណានេះគឺជាទស្សនវិជ្ជាទាំងស្រុងនៃវីដេអូនេះបន្តមកទៀតយើងក៏ដល់ច្រកផ្លងគ្វីគេចូលយើងអាចចូលបាននៅទីនេះគឺលក្ខណៈឯកជនមែនតែយើងអាចទូទៅគេអាចឲ្យភ្ញៀវទូទៅអាចចូលទៅដើរលេងបាននៅឆ្នេររំដួលហ្នឹងឥឡូវយើងមកដល់កន្លែងផ្លូវចូលហើយយើងចាប់ដល់ហើយណាអញ្ចឹងខ្ញុំក៏បានស្រូមផ្លាច់ឲ្យហើយឃើញច្បាស់គឺ Sandy Beach Resort ហើយវានៅជាប់ជាមួយនឹងឆ្នេររំដួលយើងឥឡូវយើងដើរលើផែដូចនេះអ្នកនរគ្នាអាចអញ្ជើញមកដើរលេងផ្ទាល់ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃឆ្នេររំដួលហ្នឹងឥឡូវខ្ញុំក៏បង្រិចផ្លាច់ឲ្យហើយធំដើម្បីស៊ូមមើលថាប្រកាសថាជានៅទីនឹងមែនអញ្ចឹងយើងមកដល់ទីនេះយើងឃើញមានថ្មមានផែមានឆ្នេរអញ្ចឹងណាយើងអាចដើរលេងស្រូបបរិយាកាសដ៏បរិសុទ្ធនៅទីនេះបានឥឡូវនេះយើងកំពុងដើរលើផែនេះហើយថតទេសភាពមួយចំនួនឲ្យអ្នកនរគ្នាមើលយើងត្រូវតែជួលម៉ូតូជិះមកដល់កន្លែងហ្នឹងបានអាចឃើញយើងអាចទទួលបានបទពិសោធន៍ថ្មីនៃឆ្នេរថ្មីហើយនេះគឺជាកន្លែងសម្រាប់ចតធម្មទេសចរភ្លៀងពេកតែសម្រាប់ធម្មទេសចរខ្ញុំដឹងថាគេចេញចូលមិនតែនេះយើងឃើញយើងដឹងហើយមិនមែនចតត្រទេណាបងគឺកន្លែងថតឧទ្ធម្ភេសជ្ជៈគេហៅកតុំលុយណាអ្វីដែលត្រូវយកមកចំណិចនេះមិនអាចភ្លេចបានទេទៅណាក៏ដោយបន្ទាប់ពីនេះមកយើងក៏បន្តធ្វើដំណើរទៅមុខទៀតអញ្ចឹងណាឆ្នេររំដួលអត់ទេផែរំដួលស្អាតមួយយ៉ាងនេះពេលយប់នេះមានភ្លើងមានអីទៀតលយតែមកពេលថ្ងៃអញ្ចឹងយើងនេះគេហៅថាកោះតូចណាហើយយើងបែរមកស្ដាំមកឆ្វេងបន្តិចដល់ពេលយើងឃើញកោះមួយដែលស្រួយបន្តិចហ្នឹងហៅថាកោះកូនហើយនៅពីក្រោយកោះកូនហ្នឹងគឺអាធំមួយវែងទាំងអស់ហ្នឹងគេហៅថាកោះរងសន្លឹមអញ្ចឹងណាដូចនេះអ្នកនរគ្នាអាចតាមដានទេសភាពទាំងអស់ហ្នឹងនៅលើកាមេរ៉ាហ្នឹងមិនដែរពេញចិត្តទេស្អាតអត់ប្លែកភ្នែកអត់បាទในទីនេះមានឆ្នេរមានថ្មយើងអាចស្ទូចថៃបានកន្លែងថ្មហ្នឹងយើងអាចអង្គុយលេងស្ទូចថៃអញ្ចឹងណាតែបានឬមិនបានអាស្រ័យលើអ្នកទាំងអស់គ្នាហើយឥឡូវនេះយើងរៀបចំធ្វើដំណើរទៅកន្លែងមួយទៀតដើម្បីរៀបចំថតដ្រូនម្ដងនេះគឺជាទឹកសាបហូរចូលទឹកសមុទ្រអានេះគឺជាថ្មអ្នកនរគ្នាត្រូវប្រយ័ត្នពេលដើរលើថ្មហ្នឹងណាឥឡូវនេះយើងដល់កន្លែងដើម្បីរៀបចំការថតដ្រូនហើយបាទដូចនេះខ្ញុំបានឡើងដ្រូនមួយត្រុយសិនដើម្បីមើលទេសភាពបាទគឺជាមើលពីលើតាមរយៈដ្រូនគឺស្អាតបែបមួយយ៉ាងទៀតចឹងដូច្នេះខ្ញុំក៏មូដ្រូនទៅកន្លែងផ្សេងដើម្បីថតទេសភាពផ្សេងឲ្យអ្នកគ្នាបានឃើញដែរកុំឲ្យឃើញតែកន្លែងឥឡូវយើងបវល់មកជុំកន្លែងឧទ្ធម្ភេសជ្ជៈគេហ្នឹងហើយពេលយើងថតទៅយើងក៏ឃើញទេសភាពទឹកសមុទ្រពណ៌ខៀវថ្មបាទគឺស្អាតណាស់គឺស្អាតមែនតើអញ្ចឹងកន្លែងមួយនោះហ្នឹងគឺទឹកសាបហូរចូលទៅសមុទ្រអញ្ចឹងបានពណ៌វាដូចជាប្រផេះអញ្ចឹងទៅណាពេលដែលយើងមើលពីលើទៅយើងដូចជាមិនសូវឃើញមានសម្រាមអីទេនៅតាមឆ្នេរនេះហើយយើងបានបម្រាស់ទីដ្រូនដល់ចុងផែហើយយើងត្រឡប់មកឆ្នេរវិញដើម្បីធៀមថតម៉ាស៊ីនទៀតតែមុននឹងខ្ញុំថតម៉ាស៊ីនទៀតខ្ញុំក៏បវល់ដ្រូនមកជុំវិញនៅទីនោះដើម្បីមើលទស្សនវិជ្ជាពណ៌បៃតងនៅជុំវិញឆ្នេរហ្នឹងណានោះយើងឃើញផ្លូវយើងជិះមកមុននឹងបន្តិចបាទឥឡូវនេះគឺជាឈុតឆាក behind the scene នៃការថតដ្រូនចូលប្លុក4ជុំហ្នឹងឥឡូវនេះខ្ញុំបញ្ជាដ្រូនថតថយក្រោយហើយចាំមើលតួអង្គយើងរាដៃហើយ
ក៏បន្តថយក្រោយទៀតហើយបន្តមកទៀតក៏វូឡើងទៅលើអាកាសដើម្បីយកទេសភាពនៃឆ្នេរនឹងតើវាស្អាតកម្រិតណាបន្តមកទៀតយើងថតស៊ីនចុងក្រោយគេមកហើយគឺឲ្យតួអង្គរបស់យើងហ្នឹងគឺគាត់ដើរលើផាយហើយយើងថតពីចំហៀងគាត់កាន់កាមេរ៉ាហើយយើងថតដ្រូនពីចំហៀងអញ្ចឹងអ្នកនរគ្នាអញ្ជើញទស្សនាដោយមេត្រីភាពបាទឥឡូវយើងដល់ចុងផែហើយបាទសូមអរគុណច្រើនសម្រាប់ការទស្សនាពីដើមដល់ទីបញ្ចប់សង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្តនៃវីដេអូនេះចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាយ